កងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ពីការបន្តពង្រឹងពង្រីកនៅសហប្រតិបត្តិការជាមួយភាគីឡាវលើវិស័យយោធាការបញ្ជាក់បែបនេះធ្វើឡើងដោយអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនាយឧត្តមសេនីយ៍វង្សវិសេនក្នុងជំនួបជាមួយប្រធានការិយាល័យអនុព័ន្ធយោធាឡាវដែលត្រូវផុតអាណត្តិការងារនៅកម្ពុជានៅក្នុងជំនួបថ្ងៃទី12ខែមករាឆ្នាំ2026ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មីគឺលោកវីរៈសេនីយ៍ឯកលក្ខសខុងវង្សភាស៊ីផងដែរនាយឧត្តមសេនីយ៍វង្សវិសេនបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជាឡាវដែលតែងតែផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតក៏ដូចជាផ្ដល់អាហារូបករណ៍ការផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមកនិងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានាកិច្ចសហប្រតិបត្តិការយោធានេះលោកអគ្គមេបញ្ជាការថានៅថ្ងៃអនាគតកងទ័ពនៃប្រទេសទាំងពីរនឹងបន្តពង្រីកឲ្យកាន់តែទូលំទូលាយតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សការផ្លាស់ប្ដូរទស្សនៈគ្រប់កម្រិតការផ្លាស់ប្ដូរព័ត៌មានកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ពនិងធ្វើសមយុទ្ធយោធារួមជាដើមលោកវីរៈសេនីយ៍ឯកវៃឡុងសនស៊ីសម្បត្តិប្រធានការិយាល័យអនុព័ន្ធយោធាឡាវបានគូបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរពេលកន្លងមកមានភាពល្អប្រសើរក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរបានដំណើរការល្អជាស្ពាននៃចំណងសាមគ្គីភាពក្នុងនាមប្រទេសជិតខាងជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរជាការចាប់អារម្មណ៍នោះលោកវង្សពិសេសក៏បានប្រាប់ភាគីឡាវពីបច្ចុប្បន្នភាពនិងការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃព្រមទាំងបានគូបញ្ជាក់ពីជំហរកម្ពុជាក្នុងការដោះស្រាយព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ